Xôm chun pram pon ria រឿងមួយបានកើតឡើងក្នុងអំឡុងឆ្នាំ 2005 ក្មេងប្រុសម្នាក់ឈ្មោះវណ្ណាជាកូនកសិករនៅខេត្តកំពង់ស្ពឺ អ្នកជិតខាងវណ្ណាដែលបានទៅមើលពិធីបុណ្យអុំទូកនៅទន្លេ4មុខនាទីក្រុងភ្នំពេញបាននិយាយប្រាប់វណ្ណាថាពិធីបុណ្យអុំទូកគឺសប្បាយខ្លាំងណាស់ជាង 2 ឆ្នាំហើយដែលវណ្ណានឹកស្រមើស្រមៃចង់ទៅមើលពិធីបុណ្យអុំទូកនៅឯភ្នំពេញ ប៉ុន្តែឪពុកម្ដាយវណ្ណាជាអ្នកក្រីក្រខ្លាំងណាស់ពុំមានសេះសល់លុយកាក់ច្រើនដើម្បីឲ្យវណ្ណាបានទៅមើលពិធីបុណ្យអុំទូកនៅទន្លេ4មុខនឹងគេឡើយវណ្ណាពិតជាចង់ស្គាល់ទីក្រុងភ្នំពេញទើបរូបគេបានតាំងចិត្តថានឹងទៅមើលពិធីបុណ្យអុំទូកឲ្យខានតែបានវណ្ណាខិតខំសន្សំលុយដាក់ក្នុងកូនជ្រូកដីឥដ្ឋពណ៌លឿងមួយជារៀងរាល់ថ្ងៃ ចំណែកឯវណ្ណយដែលជាប្អូនស្រីរបស់វណ្ណាក៏ខំសន្សំលុយទុកក្នុងកូនជ្រូកដីឥដ្ឋពណ៌ក្រហមមួយដែរគឺដើម្បីទុកទិញសៀវភៅប៊ិចខ្មៅដៃសម្រាប់រៀនសូត្រនិងបានជួយសម្រាលការលំបាករបស់ឪពុកម្ដាយរបស់នាងពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃនៅសល់តែ3ថ្ងៃទៀតទេដែលជាពិធីបុណ្យអុំទូកបានចូលមកដល់ កុមារវណ្ណាបានបោកកូនជ្រូកលឺសូរតែផឹងហើយរាប់លុយទាំងអស់ដែលវាសន្សំបានវណ្ណាក៏លាន់មាត់ថាអាយ៉ាបានតែ 3000 រៀលតែប៉ុណ្ណោះតើធ្វើម្ដេចអាចទៅលេងទីក្រុងភ្នំពេញបានទៅអញ្ចឹងខ្ញុំប្រកាសជាមិនអាចទៅមើលពិធីបុណ្យអុំទូកបានទេកុមារវណ្ណាបានយកប្រាក់ 3000 រៀលទៅបង្ហាញឪពុកម្ដាយរបស់គេ ឪពុកម្ដាយវណ្ណាក៏បាននិយាយប្រាប់មកកូនថាណែកូនប្រុសប្រាក់ដែលកូនមាននេះសម្រាប់តែថ្លៃធ្វើដំណើរទៅមកពុំបានផងគឺកូនត្រូវមានប្រាក់ 3000 រៀលថែមទៀតទើបអាចទៅលេងក្រុងភ្នំពេញនិងមើលពិធីបុណ្យអុំទូកបានវណ្ណាពិបាកចិត្តខ្លាំងណាស់ហើយនិយាយប្រាប់ពុកម៉ែថាពុកម៉ែ អញ្ចឹងប្រហែលជាកូនត្រូវសន្សំលុយរហូតដល់ឆ្នាំក្រោយទៀតហើយទើបមានលុយគ្រប់គ្រាន់នឹងទៅមើលពិធីបុណ្យអុំទូកនៅភ្នំពេញនឹងគេមួយឆ្នាំទៀតពិតជាយូរខ្លាំងណាស់ខ្ញុំពិតជាចង់ទៅភ្នំពេញខ្លាំងណាស់ពេលនោះនាងវណ្ណយក៏បានមកដល់ដោយកាន់កូនជ្រូកដីឥដ្ឋពណ៌ក្រហមមកជាមួយផងវណ្ណយនិយាយថាពុកម៉ែកូននឹងបោកកូនជ្រូករបស់កូននេះទៀត ដើម្បីបង្គ្រប់លុយឲ្យបងវណ្ណាទៅមើលពិធីបុណ្យអុំទូកនឹងគេវណ្ណាវណ្ណយនិងឪពុកម្ដាយបាននាំគ្នាជួយរាប់លុយក្នុងកូនជ្រូកទាំងអស់បាន 3000 រៀលឪពុកក៏និយាយថាឥឡូវនេះប្រាក់ធ្វើដំណើរគឺគ្រប់គ្រាន់ហើយណាវណ្ណយពុកសប្បាយចិត្តណាស់ដែលកូនចេះជួយដល់បងប្រុសប៉ុន្តែវណ្ណាក៏ត្រូវមានប្រាក់មួយចំនួនទៀតសម្រាប់ធ្វើជាសហួយហូបចុកព្រោះនៅទីក្រុងភ្នំពេញអ្វីក៏វាថ្លៃដែរវណ្ណាចាប់ផ្ដើមពិបាកចិត្តសារជាថ្មីម្ដងទៀតហើយដោយអង្គុយស្រងោតស្រងាត់តែម្នាក់ឯងនៅក្រោមម្លប់ឈើគេអង្គុយសម្លឹងទៅក្មេងៗអ្នកភូមិលេងល្បែងនៅជិតវត្តហើយស្រមើស្រមៃថាមិនដឹងបានលុយឯណាធ្វើដំណើរទៅភ្នំពេញនោះទេ ស្អែកឡើងពុកម៉ែវណ្ណាបានមកជួបនឹងវណ្ណាហើយនិយាយថាណែកូនឈប់ពិបាកចិត្តទៅណាកូនពុកម៉ែបានខិតខំសំលុយបានប្រាក់កាសមួយចំនួនខ្លះដែរនេះគឺប្រាក់ 5000 រៀលសម្រាប់ថ្លៃចាយវាយរបស់កូននៅភ្នំពេញចំណែកឯការស្នាក់នៅរបស់កូនកូនមិនបាច់ព្រួយនោះទេកូនមានម្ដាយមីងនៅឯភ្នំពេញស្រាប់ហើយហើយពូតាមនឹងជូនកូនរហូតដល់ផ្ទះម្ដាយមីងរបស់កូនទៀតផងវណ្ណាគ្រាន់តែឮដូច្នោះសប្បាយចិត្តឥតឧបមាហើយក៏សំពះអរគុណឪពុកម្ដាយដោយក្ដីរីករាយមកដល់ភ្នំពេញពូតាមបានជូនវណ្ណារហូតដល់ផ្ទះម្ដាយមីងរបស់គេដែលជាផ្ទះឈើមួយដ៏តូច
ហើយទៀតនៅសង្កាត់ជាយក្រុងភ្នំពេញវណ្ណាអាណិតអាសូរមីងរបស់គេណាស់ព្រោះគ្រួសាររបស់គាត់ក្រីក្រលំបាកហើយមានកូនតូចៗ2នាក់ទៀតនៅក្នុងថ្ងៃដំបូងនៃពិធីបុណ្យអុំទូកតាំងពីព្រឹកព្រលឹមមីងពូនិងកូនទាំងពីររបស់គាត់បានជញ្ជូនរបស់របរមកទុកសម្រាប់តាំងលក់នៅក្បែរមាត់ទន្លេ4មុខពួកគេមមាញឹកខ្លាំងណាស់ម្នាក់ញាប់ដៃញាប់ជើងដោយសប្បាយចិត្តហាក់ដូចជាគ្មាននឿយហត់អ្វីសោះមានមនុស្សនៅក្នុងទីក្រុងនិងមកពីក្រៅខេត្តរាប់ម៉ឺននាក់បានមកចូលរួមពិធីបុណ្យអុំទូកនៅទន្លេ4មុខពូមីងលក់ភេសជ្ជៈដាច់ខ្លាំងណាស់គ្មានដៃទំនេរឡើយឯវណ្ណារត់ឆ្វេងរត់ស្ដាំរត់មុខរត់ក្រោយជួយលក់ពូមីងរបស់គេភ្លេចនឹកនាដល់រឿងមើលការប្រណាំងទូកអស់រលីងពូមីងនិងវណ្ណាលក់រហូតដល់អស់មនុស្សដល់ពេលយប់ជ្រៅទើបត្រឡប់មកផ្ទះវិញមកដល់ផ្ទះពួកគាត់នឿយហត់ម្ដងទៀតដោយការរាប់លុយតែពួកគាត់សប្បាយចិត្តណាស់ព្រោះគាត់លក់បានលុយយ៉ាងច្រើននៅថ្ងៃនេះបុណ្យអុំទូកមានរយៈពេល3ថ្ងៃមានការប្រណាំងទូកនិងបណ្ដែតប្រទីបនៅពេលយប់ផងដែរលក់ភេសជ្ជៈទាំងយប់ទាំងថ្ងៃដោយមានវណ្ណាជួយលក់យ៉ាងសប្បាយរីករាយពុំមាននឹកនាដល់រឿងមើលការប្រណាំងទូកនិងការបណ្ដែតប្រទីបឡើយព្រឹកបន្ទាប់ពូតាំបានមកដល់ផ្ទះពូមីងវណ្ណាដើម្បីនាំគេត្រឡប់ទៅផ្ទះវិញម្ដាយមីងក៏បាននិយាយថាមីងពូអរគុណនឹងក្មួយណាស់ដែលបានមកលេងហើយបានមកជួយលក់មីងពូទៀតនេះគឺជាប្រាក់មួយចំនួនឯងឆាប់យកទុកចាយទៅណាបណ្ណារួចហើយគាត់បានឲ្យប្រាក់ 2000 រៀលទៅវណ្ណាទុកសម្រាប់ចាយវាយវណ្ណាគិតថានឹងយកប្រាក់នេះទៅទិញរបស់ខ្លះផ្ញើជូនឪពុកម្ដាយនិងវណ្ណយប្អូនស្រីរបស់គេមកដល់ផ្ទះវណ្ណាសំពះអរគុណពុកម៉ែដែលអនុញ្ញាតឲ្យរូគេទៅលេងទីក្រុងភ្នំពេញហើយបានជូនតែកេះហ្គាសមួយទៅឪពុកជូនក្រាស់សិតសក់មួយទៅអ្នកម្ដាយរបស់គេនិងឲ្យទៅវណ្ណយនៅខ្មៅដៃមួយដើមរួមទាំងសិភៅមួយក្បាលផងដែរម្ដាយវណ្ណាគិតថាប្រាក់ដែលឲ្យទៅវណ្ណាគ្រប់គ្រាន់តែសម្រាប់ធ្វើដំណើរនិងចាយវាយតែបន្តិចបន្តួចប៉ុណ្ណោះគាត់ឆ្ងល់ថាតើកូនបានរបស់របរពីណាមកផ្ញើឪពុកម្ដាយនិងប្អូនរបស់គេបែបនេះវណ្ណានិយាយប្រាប់ពុកម៉ែពីរឿងជួយលក់ដូរនិងពូមីងហើយពូមីងបានឲ្យប្រាក់ 2000 រៀលទើបទិញបានរបស់ទាំងនេះជូនពុកម៉ែនិងប្អូនឪពុកវណ្ណាសួរទៀតថាអញ្ចឹងកូនឯងអត់មានបានទៅមើលបុណ្យអុំទូកនឹងគេទេហ៎ទៅជួយលក់តែមីងរហូតបាទមិនបានមើលទេណាពុកព្រោះ3ថ្ងៃនេះពូមីងគឺរវល់លក់ដូរខ្លាំងណាស់ហើយកូនក៏សប្បាយចិត្តណាស់ដែរដែលបានជួយជាកម្លាំងដល់គាត់ដឹងដូច្នោះពុកម៉ែវណ្ណានៅស្ងៀមហើយក្នុងចិត្តនឹកអាណិតកូនជាខ្លាំងបន្ទាប់មកវណ្ណាបានជូនប្រាក់ 5000 រៀលឲ្យទៅម្ដាយវិញនិងប្រាក់ 3000 រៀលទៀតឲ្យទៅប្អូនស្រីគេវិញពុកម៉ែវណ្ណាស្រឡាំងកាំងព្រោះស្មានមិនដល់ថាមានកូនល្អដែលចេះគិតពីការលំបាករបស់ឪពុកម្ដាយដូច្នោះសោះឪពុកម្ដាយបានអោបវណ្ណាដោយក្តីស្រឡាញ់ហើយវណ្ណយក៏បានសំពះអរគុណបងប្រុសវាដែលបានឲ្យសិភៅនិងខ្មៅដៃមួយដើមយ៉ាងស្រស់ស្អាតបែបនេះ